ថ្ងៃនេះដើរមកឡានស្រាប់តែឃើញកញ្ចក់ឡានរបស់ខ្ញុំបែកហេតុការណ៍នេះកើតឡើងកាលពីចូលឆ្នាំសកលដំបូងខ្ញុំគិតថាអត់ចង់ផុសទេប៉ុន្តែវាមានចំណុចសំខាន់ខ្លះដែលខ្ញុំចង់ចែករំលែកបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូននៅស្រុកអាមេរិកនេះបងប្អូនខ្មែរយើងព្រោះមានចំណុចខ្លះដែលយើងគួរប្រុងប្រយ័ត្នពេលឃើញដំបូងខ្ញុំស្មានតែអ្នកណាយកដុំថ្មឬមួយក៏យកដបងអីមកវាយកញ្ចក់ឡានខ្ញុំដល់ពេលខ្ញុំចូលមើលកាមេរ៉ាទៅខ្ញុំឃើញថាពេលគេកំពុងចូលឆ្នាំសកលហ្នឹងគេបាញ់គេជ្រួចហើយកូននេះកូនខ្ញុំទាំង3ហ្នឹងចេញមកក្រៅមកមើលគេបាញ់គេជ្រួចហើយកូនខ្ញុំឈរនៅក្រៅហ្នឹងប្រហែលជា7-10នាទីដែររួចហើយក៏ឮសូរដូចមានការបាញ់កាភ្លើងហើយលីឡំគ្នាជាមួយនឹងការបាញ់កំជ្រួចនឹងដែរឡានខ្ញុំ2ដែលត្រូវក្របកំភ្លើងហើយខ្ញុំមិនដឹងថាក្របកំភ្លើងនោះហោះទៅម្ដុំនឹងកន្លែងណាទៀតក៏អត់ដឹងពីព្រោះវាមានស្មៅមានអីជាមួយខ្ញុំដាក់មើលម្ដងទៀតឲ្យរៀងចិត្តតិចអ្វីដែលខ្ញុំកេងអលក់នោះគឺខ្ញុំគិតថាបើសិនជាកូនខ្ញុំនៅឈរនៅកន្លែងនឹងយូរបន្តិចទៀតខ្ញុំមិនដឹងថាវាទៅជាយ៉ាងណានៅស្រុកនេះគឺមានកាភ្លើងតាមផ្ទះជាការធម្មតាហើយប៉ុន្តែអ្នកខ្លះស្វឹងយើងទៅបាញ់ប្រព្រឹត្តអត់ដឹងខ្យល់អីចឹងដល់ពេលខ្ញុំមកបើកទ្វារឡាន check មើលទៅខ្ញុំឃើញក្របកាភ្លើងនៅក្នុងឡានហ្នឹងរួចខ្ញុំក៏ call ហៅប៉ូលីសឲ្យមកធ្វើការរីរបាយការណ៍ឲ្យនឹងគេយកក្របភ្លើងនឹងទុកជាភស្តុតាងក្នុងករណីបើសិនជាក្របភ្លើងដែលបាញ់ទាំងអស់ហ្នឹងមានត្រូវអ្នកណាគេស្លាប់អីចឹងគេនឹងអាចធ្វើការវាស់វែងអំពីចម្ងាយនិងល្បឿនរបស់ក្របភ្លើងហ្នឹងគេអាចសន្មត់ថាតើក្របភ្លើងនោះបាញ់ពីផ្ទះណាមកឬមួយពីតំបន់ណាមកបាន Take the plastic out? No, that's okay. There's too much water on the car. I don't want it to get inside your car wet. I can put a new one. It's just a saran wrap. Okay. I'll take a picture from the inside, and that should be sufficient. Is the car unlocked? Yeah, should be unlocked. Thank you. វីដេអូនេះខ្ញុំគ្រាន់តែចង់រំលឹកដល់បងប្អូនយើងទាំងអស់គ្នាពេលដែលបាញ់គេជ្រួចអីចឹងវាមិនអត់ទេនៅអាមេរិកនេះមានអ្នកខ្លះមានកាភ្លើងបាញ់លេឡំគ្នាអញ្ចឹងត្រូវមានការប្រុងប្រយ័ត្នព្រោះគ្រោះថ្នាក់យើងមើលឃើញនៅស្រុកខ្មែរបើយើងចង់បាត់ជើងយើងទៅប្រគុណឬមួយទៅបន្ទប់ទឹកប៉ុន្តែបើយើងនៅអាមេរិកយើងទៅ restroom ឬមួយក៏ទៅ bathroom ប៉ុន្តែពាក្យ bathroom ភាគច្រើនប្រហែលជាប្រើនៅផ្ទះច្រើនជាងបន្ទប់ដេកដែលមានប្រគុណហើយនឹងចក្រានបាយនៅជាមួយគ្នាអានោះគេហៅថា studio អាកន្លែងបិទបើកទឹកដែលខ្ញុំកំពុងដោះចេញនេះបើសិនជាយើងដូរប្រគុណយើងដោះវាចេញទៅបើសិនជា valve នោះគឺជា gate valve ប៉ុន្តែបើវាជា ball valve អានោះយើងអត់បាច់ដូរទេព្រោះ ball valve វាមានគុណភាពល្អជាងអាកន្លែងរង្វង់ពណ៌ខ្មៅដែលសម្រាប់ដាក់ខ្ចៅប្រគុណនេះគេហៅថា toilet flankកមួនពណ៌លឿងជារង្វង់នឹងគេហៅថា wax ring ពេលយើងទិញវាថ្មីយើងទិញអាថ្លៃតិចមកពីព្រោះវាមានយេឡៅពណ៌ខ្មៅជាប់ជាមួយនឹងកមួននឹងពេលយើងដាក់ប្រគុណពីលើយើងសកត់អាកមួននឹងឲ្យកពិតទៅកុំឲ្យទឹកវាលិចនៅពីក្រោមប្រគុណបន្ទាប់ពីចាប់ខ្ចៅរួចហើយភ្ជាប់អ្វីគ្រប់យ៉ាងរួចហើយចំណុចសំខាន់ជាងគេបំផុតនោះគឺគេហៅថា caulking គឺជាចំណុចសំខាន់ជាងគេបំផុតពីព្រោះពេលវាស្ងួតទៅវាធ្វើឲ្យប្រគុណនឹងវាមានភាពរឹងមាំពីព្រោះបើយើងរំពឹងទៅលើខ្ចៅទៅទេវាអត់អាចមានភាពរឹងមាំបានទេថ្ងៃក្រោយទៅវានឹងអង្គើហើយពេលវាអង្គើទៅវាធ្វើឲ្យបណ្ដាលឲ្យលិចខ្ញុំប្រើ 100% silicone ពណ៌សហើយនៅពេលដែលយើង caulking នឹងយើងខបតែពីមុខហើយនឹងចំហៀងទេយើងទុកចន្លោះពីក្រោយបន្តិចដើម្បីពេលមានលិចអីចឹងយើងអាចដឹងបានឈ្នួលដូរប្រគុណចាប់ពី250ឡើងទៅ5-600ក៏មានអានឹងវាទៅតាមអ្វីខ្លះដែលត្រូវធ្វើបើចូលចិត្តវីដេអូនេះកុំភ្លេចជួយ share អរគុណច្រើន